តាំងពីកូនមានអាយុ6 ខែរហូតមកដល់ឥឡូវកូនអាយុ13 ខែខ្ញុំអត់ដែលបានធ្វើទឹកស៊ុបថ្លាឲ្យកូនញ៉ាំសម្បីតែម្ដងមិនមែនខ្ជិលឬក៏រវល់អីឆ្លៀតពេលធ្វើអត់បានទេបងប្អូនមូលហេតុហ្នឹងគឺដោយសារតែខ្ញុំអត់មានទូដើម្បីរក្សាទុកអញ្ចឹងទៅខ្ញុំអត់បានធ្វើទេព្រោះដោយសារតែទឹកស៊ុបថ្លានេះគឺយើងត្រូវការគ្រឿងផ្សំច្រើនមែនតើពេលធ្វើម្ដងគឺត្រូវធ្វើច្រើនហើយយើងធ្វើហើយរក្សាទុកក្នុងទូទឹកកកអញ្ចឹងទៅអាចញ៉ាំបានយូរថ្ងៃ5 ថ្ងៃទៅ7 ថ្ងៃអីចឹងទៅប៉ុន្តែដូចខ្ញុំអត់មានទូទឹកកកចេះបងប្អូនបើសិនជាធ្វើទៅកូនញ៉ាំបានតែ1 ថ្ងៃ 2 ថ្ងៃអីចឹងវាសល់ចោលចឹងទៅយើងវាស្ដាយតែទោះជាយ៉ាងណាក៏ត្រូវតែធ្វើឲ្យកូនញ៉ាំឲ្យបានម្ដងដែរនេះជាលើកទី1សម្រាប់ខ្ញុំហើយដែលខ្ញុំធ្វើទឹកស៊ុបថ្លានេះបងប្អូនហើយបើសិនជាខុសឆ្គងអីបងប្អូនជួយខមមិនប្រាប់ផងម៉ាក់ទាំងអស់គ្នាដែលគាត់ធ្លាប់ធ្វើជួយប្រាប់ខ្ញុំផងថាគ្រឿងផ្សំរបស់គេមានអីបន្ថែមទៀតអត់និយាយរួមទៅគ្រឿងក្រៅសម្រាប់ធ្វើទឹកស៊ុបថ្លានេះគឺខ្ញុំទិញតម្រាំតែបានធ្វើហ្នឹងឡើង2 ថ្ងៃបងប្អូនដោយសារតែខ្ញុំចាំរោទិញពោតលឿងហ្នឹងគឺអត់បានសោះនៅខាងខ្ញុំនេះនៅខ្ញុំនេះពិបាករោជាងគេគឺពោតលឿងហ្មងតម្រាំតែខ្ញុំសម្រេចចិត្តបានធ្វើហ្នឹងទិញពោតសនឹងឯងយកដាក់ឲ្យបងប្អូនបើសិនជាបានពោតលឿងមកឈ្ងុយជាងនេះបងប្អូនទាំងអស់គ្នានេះទឹកស៊ុបថ្លារបស់ខ្ញុំគឺខ្ញុំរងាស់សតែបន្តិចហ្នឹងទេតែខ្ញុំមានអារម្មណ៍ថាទឹកស៊ុបថ្លារបស់ខ្ញុំនេះអត់សូវថ្លាដូចម៉ាក់ផ្សេងធ្វើសោះខ្ញុំឃើញម៉ាក់ផ្សេងធ្វើទឹកស៊ុបរបស់គាត់ទៅថ្លាជាងរបស់ខ្ញុំព្រោះដោយសារតែខ្ញុំប្រើជាក្រានអោនអញ្ចឹងយើងកំណត់បរិមាណភ្លើងកម្ដៅអត់ត្រូវទេបងប្អូនវាអត់ស្មើទេជួនកាលទៅពេលខ្លះទៅវាក្តៅខ្លាំងវាពុះខ្លាំងអញ្ចឹងទៅវាអាចកកអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាម៉ាក់ដែលគាត់មានជាក្រានហ្គាសគាត់ប្រើជាក្រានអគ្គិសនីអីចឹងយើងអាចកំណត់ភ្លើងកម្ដៅនឹងឲ្យវានៅនឹងអញ្ចឹងទៅវាពុះបែបងឹមធម្មតាអញ្ចឹងវាអត់កម្រើកវាអត់កជ្រោខ្លាំងវាអត់ធ្វើឲ្យទឹកស៊ុបរបស់យើងនឹងវាល្អទេប៉ុន្តែអត់អីទេបងប្អូនអាចទទួលយកបាននិយាយពីថាកូនខ្ញុំញ៉ាំអស់ច្រើនមែនតែនខ្ញុំនេះឥឡូវតែមានក្តីសុខនឹងការញ៉ាំរបស់កូនអត់មានបាននឹកឃើញយកទូរស័ព្ទអីមកថតទុកឲ្យបងមកទាំងអស់គ្នាមើលទេឥឡូវតែសប្បាយចិត្តពេកពួកដោយសារតាមិនថាមុខម្ហូបអីទេធ្វើចេញពីស្នាដៃរបស់ម៉ាក់ហើយដល់ពេលដែលកូនយើងញ៉ាំបានច្រើនអញ្ចឹងក្តីសុខមែនតែនដូចជាទឹកស៊ុបថ្លានេះអញ្ចឹងវាជាលើកទី1របស់ខ្ញុំទេខ្ញុំទៅធ្វើលើកទី1ប៉ុន្តែលើកទី1របស់ខ្ញុំនឹងកូនខ្ញុំញ៉ាំបានច្រើនមែនតែនយកទឹកស៊ុបនឹងទៅស្រូបជាមួយបាយកន្លះកូនចានចង្កឹះហើយទឹកស៊ុបសម្រាប់ហុតក្រៅកន្លះកូនចានទៀតកូនខ្ញុំញ៉ាំដាច់ផឹងហ្មងសួរថាអ្នកម៉ាក់ណាមិនសប្បាយចិត្តអារម្មណ៍ពេលហ្នឹងក្តីសុខខ្លាំងមែនតែន